Hey giờ này mình lấy số còn một cánh video thay mày nghe đấy thay dùng một tao cho mùi nương xảy hướng click rồi dùng một tao tiền sắp đi giờ này mà cái bằng tao mà chui subscribe bài mình tế cầm lại chui mấy mình em bồi phong bờ đồ hai nó tao mới cả sắm đá bài mình ngọt nè. I'm alive, just looking to revive. Keep that vibe, me and the guys, we just like đại chỉ cố គឺបានតាមរកជាមួយនឹងបងអូនសិស្សរបស់គាត់ដែលជាស៊ូយូជាមួយនឹងខៃរិនតែពេលហ្នឹងគាត់បានចូលជាមួយនឹងគូននៅតាមផ្លូវគាត់ក៏បានសួរទៅកូនថាតើបានជួបជាមួយនឹងបងអូនសិស្សរបស់ខ្លួនអត់ពេលហ្នឹងគូនបាននិយាយផងដែរថាមិនបាច់បារម្ភនោះទេពួកគេទាំងពីរហ្នឹងគឺបានទៅដល់ផ្ទះដោយសុវត្ថិភាពហើយគាត់ហ្នឹងគឺជាអ្នកជួបពួកគេទៅពេលហ្នឹងអ៊ីជីកូក៏បានសម្រេចចិត្តថាគាត់នឹងទៅរកអ៊ីជីដាវិញក៏ដោយសារតែបងអូនសិស្សរបស់គាត់ហ្នឹងគឺសុវត្ថិភាពហើយកាត់មកកន្លែងហ៊ីមេជាមួយនឹងកាស៊ូគីវិញដោយនាងក៏បានរុញតាស៊ូគីជាមួយនឹងគ្នាមិត្តភក្តិរបស់នាងហ្នឹងឲ្យចាក់ចែងពីកន្លែងហ្នឹងឲ្យលឿនទៅពេលហ្នឹងក៏ដោយសារតែនាងគឺដឹងថានៅកន្លែងហ្នឹងយូរក៏អត់មានសុវត្ថិភាពនោះទេពេលហ្នឹងហូឡូក៏បានដឹងផងដែរថាហ៊ីមេហ្នឹងគឺអាចមើលខ្លួនឃើញដោយហើយនេះពេលហ្នឹងហូឡូហ្នឹងក៏បានទៅស្ទាក់ពីមុខតែម្ដងដោយហ៊ីមេក៏បានកលែងមកក្រោយវិញនៅមិនឃើញជាមួយនឹងហូឡូមួយនឹងនោះទេកាត់មកអ៊ីជីហ្គូវិញគាត់គឺបានសម្លាប់ទៅលើហូឡូបានច្រើនខ្លាំងមែនទែនហើយអ៊ីជីដាហ្នឹងគឺមិនចាញ់អ៊ីជីហ្គូនោះទេគាត់គឺបានសម្លាប់បានរហូតដល់20ក្បាលឯណោះថែមទាំងនិយាយផងដែរថាទាំងនេះគឺសម្លាប់លោកគ្រូហើយខ្ញុំគឺត្រូវទៅឈ្នះមកកន្លែងហ៊ីមេវិញនាងក៏បានប្រាប់ទៅការជីស៊ូរូហ្នឹងឲ្យរត់ចាក់ចេញពីកន្លែងហ្នឹងឲ្យលឿនទៅប៉ុន្តែជីស៊ូរូហ្នឹងគឺអត់យល់អំពីហ៊ីមេនិយាយនោះទេពេលហ្នឹងហូឡូគឺបាននិយាយផងដែរថាគេគឺមិនឲ្យពួកគេទាំងពីរហ្នឹងរត់ចាក់ចេញពីកន្លែងហ្នឹងបាននោះទេហូឡូគឺបានជាមួយនឹងពឹសរបស់ខ្លួនត្រូវជាមួយនឹងជីស៊ូរូពេលហ្នឹងជីស៊ូរូគឺបាននិយាយប្រាប់ទៅកាន់ហ៊ីមេថានាងហ្នឹងគឺអីនោះទេហើយនាងក៏ដឹងថាតើដៃរបស់នាងហ្នឹងគឺសុកសុកគឺវាទៅជាបែបហ្នឹងទៅវិញក៏ដោយសារតែជីស៊ូរូហ្នឹងគឺមើលជាមួយពួកហូឡូណាត់ឃើញនោះទេពេលហ្នឹងយើងបានឃើញថាដៃរបស់នាងគឺស្រាប់តែកម្រើកដោយខ្លួនឯងថែមទាំងចាប់ទៅលើដៃហ៊ីមេមិនអាចកម្រើកបាននោះទេកាត់មកកន្លែងរូគីវិញនាងគឺបានដើររកជាមួយនឹងសញ្ញាទាំងអស់ហ្នឹងហើយក៏ដោយសារតែសញ្ញាច្រើនពេកនាងគឺពិបាករកខ្លាំងមែនទែនហើយរឿងក៏កាត់មកកន្លែងហ៊ីមេវិញដោយសារតែស្ថានភាពបែបនេះនាងគឺពិបាកចាក់ចេញខ្លាំងមែនទែនព្រោះថាដៃរបស់នាងគឺត្រូវបានជីស៊ូរូហ្នឹងគឺចាប់ជាប់ហើយហូឡូគឺបាននិយាយផងដែរថាខ្លួនហ្នឹងគឺតែប្រើជាមួយនឹងធម្មពលរបស់ខ្លួនត្រឹមតែបន្តិចតែប៉ុណ្ណោះហើយវាក៏បញ្ជារាល់ដៃរបស់មនុស្សបានបើថាវាបញ្ជារាល់អវយវៈដែលខ្លួនហ្នឹងគឺបានបាញ់ចំកន្លែងហ្នឹងពេលហ្នឹងយើងបានឃើញថាហូឡូហ្នឹងគឺបានបញ្ជារាល់មនុស្សជាច្រើនបាត់ហើយទ្រាំតែពួកគេបានដឹងខ្លួនហ្នឹងគឺវាហួសពេលហើយប៉ុន្តែពេលហ្នឹងយើងបានឃើញថាតាស៊ូគីហ្នឹងក៏បានមកជួយទាំងវាយទៅកាន់ពួកអស់ហ្នឹងឲ្យវាដេកអស់តែម្ដងប៉ុន្តែបើទោះបីជាវាយពួកគេដេកក៏ដោយក៏ថាពួកគេគឺនៅតែអាចក្រោកឡើងមកវិញបានព្រោះថានេះគឺជាការបញ្ជារបស់ហូឡូមួយហ្នឹងដោយសារតែមិនបានប្រយ័ត្ននាងក៏ត្រូវបានហូឡូបានចាំមួយគ្រាប់ផងដែរហើយបើទោះបីជានាងគឺត្រូវមួយគ្រាប់ក៏ដោយក៏ថានាងគឺនៅតែអាចគ្រប់គ្រងនៃរាងកាយរបស់នាងបានក៏ដោយសារតែនាងគឺពិតជាស្រឡាញ់ទៅលើហ៊ីមេខ្លាំងមែនទែនពេលហ្នឹងយើងបានឃើញថានាងគឺបានខំទៅលើដៃអាហូឡូនឹងវិញទោះបីជានាងគឺមិនអាចវាយតបវិញបានក៏ដោយពេលហ្នឹងហូឡូនឹងគឺត្រូវតែបកាច់ឡើងទៅនឹងតែម្ដងហើយដោយសារតែមិនអាចធ្វើអីបានហូឡូគឺបានដាក់ជាមួយពឹសរបស់ខ្លួនថែមបន្ថែមទៀតដែលបានធ្វើឲ្យនាងនឹងគឺលែងអាចគ្រប់គ្រងជាមួយនឹងរាងកាយរបស់នាងបានបន្ថែមទៀតហើយដល់ពេលដែលហ៊ីមេបានរើបំរាស់ដើម្បីចាក់ចែងដើម្បីទៅជួយទៅលើតាស៊ូគីក៏បានធាក់ទៅលើនាងជើងក៏ដោយសារតែពេលនេះក៏ថានាងនឹងគឺមិនអាចគ្រប់គ្រងរាងកាយរបស់នាងបានទៀតនោះទេដល់ពេលនេះគឺថាហ៊ីមេគឺបានព្យាយាមលងទៅលើតាស៊ូគីដែលបានលើកជាមួយនឹងរឿងអតីតកាលដើម្បីមកនិយាយដល់ពេលនៅពីក្មេងនាងគឺតែគេត្រូវធ្វើបាបជារៀងរាល់ថ្ងៃក៏ដោយសារតែនាងនឹងគឺមានសក់ពណ៌ខពីគេសិស្សនៅសាលាពួកគេគឺតែងតែធ្វើបាបនាងដោយយកជំនួនកន្ត្រៃកាត់សក់របស់នាងជារៀងរាល់ថ្ងៃដល់ហើយនេះសក់របស់នាងគឺមិនដែលដុះវែងដូចគេនោះទេប៉ុន្តែតាំងពីនាងគឺបានស្គាល់ជាមួយនឹងតាស៊ូគីមកតាស៊ូគីគឺតែងតែការពារនាងទើបបានជាធ្វើសក់នាងគឺអាចដុះវែងមកដល់ពេលសពថ្ងៃដល់ហើយនេះនាងក៏បានដាស់ទៅលើតាស៊ូគីនឹងឲ្យភ្ញាក់ស្មារតីវិញប៉ុន្តែបើទោះបីជានាងបានភ្ញាក់នៅស្មារតីរបស់នាងក៏ដោយនាងក៏នៅតែមិនអាចទប់ជាមួយនឹងរាងកាយរបស់នាងបាននោះទេព្រោះថាវានឹងគឺត្រូវបានបញ្ជាទៅដោយពួកហូឡូនៅពេលដែលដឹងថាតាស៊ូគីនឹងគឺបានភ្ញាក់ឡើងមកបែបនេះក៏ថានាងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយវាគឺបានធ្វើផ្ទុះជាមួយនឹងធម្មពលរបស់នាងដោយធម្មពលនឹងគឺវាបានផ្ទុះចេញមកពីស្នៀតសក់ដែលបងប្រុសរបស់នាងគឺបានឲ្យនាងនឹងឯងហើយវាគឺបំបកទៅជាខ្យល់ព្យុះធំខ្លាំងមែនទែនស្រាប់ពេលហ្នឹងគឺមានជាមួយនឹងមនុស្សចំនួន6នាក់គឺបានចេញមកពីធម្មពលនៃស្នៀតសក់មួយហ្នឹងដែលពួកគេបានតាំងខ្លួនថាគឺជាសុនសូរីកាហើយពួកគេទាំងហ្នឹងគឺបានកើតចេញមកពីធម្មពលនៃការតាំងចិត្តរបស់ហ៊ីមេហើយពួកគេនឹងក៏បាននិយាយផងដែរថាពួកគេនឹងក៏មានបណ្ណាគេនឹងអាចមើលឃើញនោះទេក្រៅពីអ្នកដែលមានជាមួយនឹងធម្មពលខ្ពស់នោះទេមួយវិញទៀតដើម្បីឲ្យនាងអាចប្រើជាមួយនឹងធម្មពលរបស់ពួកគេបានលុះតានាងចេះប្រើជាមួយនឹងភាសាវិញ្ញាណហើយដោយសារតែការណែនាំរបស់សុនសូរីកាទាំងអស់ហ្នឹងនាងក៏អាចប្រើជាមួយនឹងសមត្ថភាពថ្មីរបស់នាងបានពេលហ្នឹងហ៊ីមេបានបញ្ជាទៅលើសុនសូរីកាចំនួន3នាក់ដែលទី1គេមានឈ្មោះថាហ៊ីណារូគូនិងទី2មានឈ្មោះថាបៃខននិង
នឹងទី3មានឈ្មោះថាលីលីស្របពេលដែល Holo បានបញ្ជាជាមួយនឹងធម្មពលរបស់ខ្លួនបានសម្ដៅទៅកាន់នាងពេលនឹងពួកគេបានបង្កើតទៅជារនាំងដើម្បីការពារដោយឃើញថាតាស៊ូគីគឺត្រូវរបួសច្រើនបែបនេះនាងបានប្រើទៅការរីកាចំនួន2នាក់ឲ្យទៅព្យាបាលឲ្យនាងហើយពួកគេបានព្យាបាលនាងបានសម្រេចបន្ទាប់មកហ៊ីមេបានបញ្ជាទៅកាន់រីកាដែលមានឈ្មោះថាតាស៊ូគីឲ្យទៅវាផាទៅលើ Holo នឹងដែលតាមតែមួយប្រៃភ្នែកក៏អាចយកឈ្នះបានយ៉ាងងាយតែម្ដងក៏ប៉ុន្តែបើទោះបីជានាងអាចយកឈ្នះទៅលើ Holo នឹងបានក៏ពិតមែននាងក៏ត្រូវបានដួលសន្លប់ដូចគ្នាព្រោះថានាងអស់កម្លាំងខ្លាំងមែនទែនដោយសារតែប្រើជាមួយនឹងធម្មពលអស់ច្រើនខ្លាំងពេកហើយស្របពេលនឹងផងដែរសុនសូរីកាចំនួន6នាក់ហ្នឹងក៏បានប្រែក្លាយទៅជាកម្រងផ្ការបស់នាងវិញពេលហ្នឹងយើងបានឃើញថាអ៊ូរ៉ាហារ៉ាក៏បានមកដល់កន្លែងហ្នឹងដូចគ្នាថែមទាំងមកយកនាងដើម្បីទៅកន្លែងផ្ទះរបស់គាត់ហើយក៏ថែមទាំងនាំយកជាមួយនឹងសាដូមកទៀតផងពេលហ្នឹងពួកគេទាំងពីរនាក់បានក្រោកឡើងមកវិញនៅក្នុងផ្ទះរបស់អ៊ូរ៉ាហារ៉ាដែលមូលហេតុដែលអ៊ូរ៉ាហារ៉ាយកគេមកទីនេះគឺដើម្បីមកនិយាយអំពីរឿងខ្លះៗអំពីអ៊ីជីហ្គោប្រាប់ទៅកាន់ពួកគេទាំងពីរនាក់នៅកន្លែងអ៊ីស៊ីដាវិញគឺថាគាត់ហ្នឹងគឺបានឈាមដាយឯងក៏ដោយសារតែគាត់ហ្នឹងគឺបានបាញ់សម្លាប់ទៅលើពួក Holo ហ្នឹងច្រើនខ្លាំងមែនទែនប៉ុន្តែវាមានទទួលបានអីតទៅសោះក្រៅពីឈឺដៃរបស់ខ្លួនគាត់ដោយសារតែថ្នាក់របស់គាត់ហ្នឹងគឺទូចនោះទេប៉ុន្តែហៅជាមួយនឹង Holo មកច្រើនខ្លាំងមែនទែនកាត់មកឡើង Urahara វិញគាត់បានយកជាមួយនឹងរឿងរបស់ Ichigo មកនិយាយប្រាប់ទៅកាន់ Sado ជាមួយនឹង Hime ដោយសារតែ Ichigo ហ្នឹងគឺបានទទួលយកជាមួយសំណើធ្វើជាយមទូហើយក៏ដោយសារតែកម្លាំងនៃធម្មពលវិញ្ញាណរបស់គាត់ខ្លាំងពេកវាក៏បាននាំផលប៉ះពាល់ទៅដល់ Hime និង Sado ប៉ុន្តែពួកគេទាំងពីរហ្នឹងគឺហាក់បីដូចជាមិនជឿនោះទេតែឃើញថាពួកគេទាំងពីរហាក់បីដូចជាមិនជឿបែបនេះ Urahara ក៏បាននាំពួកគេដើម្បីទៅមើលការពិតតែម្ដងកាត់មកឡើង Ruki វិញនាងក៏បានជួបជាមួយនឹង Holo មកក្បាលដូចគ្នាក៏ប៉ុន្តែដោយសារតែនាងអត់ទាន់មានជាមួយនឹងធម្មពលពេញលេញនាងគឺពិបាកវាយឈ្នះទៅលើ Holo នឹងខ្លាំងមែនទែនពេលហ្នឹង Khon ក៏បានមកដល់តាមដល់លោធាក់ទៅលើ Holo នឹងមួយជើងដែលបានធ្វើខ្ទាតទៅមួយកន្លែងពេលហ្នឹងជាបានឃើញថា Ruki គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយក៏សប្បាយចិត្តផងដែរដែលឃើញថា Ichigo នឹងក៏អត់មានកើតអីប៉ុន្តែនាងក៏ដឹងនោះទេថាក្នុងរាងកាយហ្នឹងគឺជា Khon នោះទេហើយដោយដែលយើងដឹងចឹងអាប៉ែ Khon ហ្នឹងគឺពិតជាខូចខ្លាំងមែនទែនឲ្យតែបានរាងកាយរបស់ Ichigo ហើយគាត់ហ្នឹងក៏បានលោតទៅអោបទៅលើ Ruki ទៀតផងហើយ Ruki ក៏បានដាក់មួយជើងតែម្ដងនៅពេលដែលដឹងថាហ្នឹងគឺជា Khon ពេលហ្នឹងជាបានឃើញថា Ichida ក៏បានមកដល់នឹងដូចគ្នាហើយមូលហេតុដែលគាត់មកដល់កន្លែងហ្នឹងក៏ដោយសារតែគាត់តាមរកជាមួយនឹង Ichigo ដើម្បីប្រជែងគ្នានឹងឯងនៅពេលដែលគាត់សួរទៅអាប៉ែ Khon ហ្នឹងក៏បានធ្វើល្ងើឡើងពេញហ្នឹងចំខ្ញុំមិន Ichigo ណាបច្ចេកមិនកើតពេលហ្នឹងយើងបានឃើញថា Holo គឺបានចេញពីក្រោយអាប៉ែ Khon ជាមួយនឹង Ruki ប៉ុន្តែពេលហ្នឹងយើងបានឃើញថា Ichida ហ្នឹងក៏បានទាញព្រួយដើម្បីបាញ់ហើយប៉ុន្តែពេលហ្នឹងអា Holo ហ្នឹងក៏ត្រូវបានដាច់ពាក់កណ្ដាលតែម្ដងហើយ Ichigo ហ្នឹងក៏បានមកដល់កន្លែងហ្នឹងដូចគ្នាគឺយើងបានឃើញថា Ichigo ក៏បានបញ្ចូលជាមួយនឹង Ichida ហើយការភ្នាល់របស់ពួកគេក៏បានចាប់ផ្ដើមឡើងនៅពេលហ្នឹងតែម្ដងពេលហ្នឹងយើងបានឃើញថា Ichida គឺបានឃើញជាមួយនឹង Holo នៅពេលក្រោយរបស់ Ichigo ប៉ុន្តែ Ichigo ហ្នឹងក៏បានតរាំងក្របដែល Ichida ហ្នឹងគឺបានបាញ់ហើយគាត់គឺបានកាប់ទៅលើ Holo នឹងតែម្ដង Ichigo ក៏បាននិយាយឌឺដងទៅលើ Ichida ច្រើនខ្លាំងមែនតើដែលថា Ichida នេះគឺជាអ្នកនាំគាត់ឲ្យមកប្រកួតគ្នាបែបហ្នឹងមួយវិញទៀតគឺថាគាត់នឹងធ្វើឲ្យ Ichida ហ្នឹងគឺដឹងខ្លួនថាខ្លួនឯងគឺជាអ្នកចាញ់មួយវិញទៀត Ichida នៅពេលនេះគឺកាន់តែរបួសធ្ងន់នៅហើយគាត់ក៏រៀងភ្ញាក់ផ្អើលផងដែរហើយក៏រៀងភ័យដូចគ្នាក៏ដោយសារតែគាត់ហ្នឹងគឺមានជាអ្នកខ្លាំងនោះទេគាត់ថាគាត់ហ្នឹងគឺចង់បង្ហាញថាពួក Quincy ហ្នឹងគឺមានជាមួយនឹងថាមពលអាចខ្លាំងជាងពួកយមទូទៀតដែលបានន័យថាមនុស្សហ្នឹងគឺមិនត្រូវការជាមួយពួកយមទូនោះទេហើយ Ichigo ហ្នឹងក៏បាននិយាយផងដែរថានៅក្នុងពេលនេះគឺថាវាគឺគ្រាន់តែជាចំនួនរៀងពួកគេទាំងពីរនោះទេចឹងហើយគឺអ្នកផ្សេងក៏មានពាក់ព័ន្ធនោះទេក៏ប៉ុន្តែនៅពេលនេះត្រូវតែបាយប្រេះជាមួយនឹងវាលំហនៅលើលំហអាកាសតែម្ដងដែលពួកគេក៏ភ្ញាក់ផ្អើលទាំងអស់គ្នាតែម្ដងពេលហ្នឹងផងដែរយើងបានឃើញថាអាប៉ែ Ichida ហ្នឹងក៏បាននិយាយផងដែរថាតើបន្តការប្រេះមួយហ្នឹងវាបានបង្កើតឡើងទៅដល់ Holo ដ៏ធំមួយចឹងហើយពួកគេហ្នឹងគឺត្រូវតែកម្ចាត់ជាមួយនឹង Holo មួយហ្នឹងទើបអាចសម្លាប់ទៅលើ Holo ទូចបានពេលហ្នឹង Ichida ក៏បានរត់សម្រុកទៅកន្លែងហ្នឹងតែម្ដងដោយ Ichigo ហ្នឹងគឺអត់ចង់ហ៊ានទៅនោះទេ Ichida ក៏បានងាកមកក្រោយវិញថាប់តាំងនិយាយផងដែរថា Ichigo តែឯងហ្នឹងគឺខ្លាចមែនហើយបើសិនបើជាឯងខ្លាចឯងគ្រាន់តែនៅកន្លែងហ្នឹងទៅហើយគ្រាន់តែឈរមើលយើងទៅគឺបានហើយនៅក្នុងការប្រកួតមួយនេះគាត់គឺជាអ្នកឈ្នះហើយពេលហ្នឹង Ichida គឺបានទៅបាញ់ទៅលើ Holo នឹងពី3ក្បាលថែមទាំងស្រែកផងដែរថាយើងគឺនៅឈរទីនេះយើងគឺជា Yuri Ichida ដែលជាពួក Quincy ចុងក្រោយបំផុត Ichigo នៅពេលដែលឮថា Quincy ចុងក្រោយគេបង្អស់គាត់គឺរៀងភាំងផងដែរថែមទាំងសួរវាទៅការ Rocky ក៏បាននិយាយផងដែរថាគេគឺជា Quincy ហើយ Quincy គឺបានផុតពូជតាំងពី200ឆ្នាំមុនមកម្លេះដោយហេតុនេះគេគឺជា Quincy ចុងក្រោយគេបង្អស់ហើយដោយនេះគឺបាននិយាយផងដែរថាពពួក Quincy គឺត្រូវបានផុតពូជដោយសារតែពពួក Soul Reaper នឹងឯងហើយវាគឺជាការសម្រេចចិត្តដ៏លំបាកបំផុតសម្រាប់ពួក Soul Reaper មួយវិញទៀតពួក Soul Reaper គឺបានសម្លាប់ទៅលើពួក Quincy គឺដើម្បីការពារនៅពិភពលោកនោះទេមូលហេតុហ្នឹងក៏ដោយសារតែវាគឺអាចនឹងធ្វើឲ្យបាត់នៃភាពថេរនៃពិភពលោកផងដែរមូលហេតុក៏ដោយសារតែការបង្កើតចំណុចព្រលឹងទាំងអស់នៃពិភពព្រលឹងគឺអាចដើរជុំវិញនៃពិភពលោកឬដើរទៅកាន់ពិភពនៃមនុស្សបានធម្មតាមួយវិញទៀតបើសិនបើជាយើងសម្លាប់នៃពួកព្រលឹងទាំងអស់នោះវានឹងធ្វើឲ្យបាត់នៃភាពថេររវាងមនុស្សនិងព្រលឹងផងដែរមួយវិញទៀត Quincy
បើសិនមកពួកគេសម្លាប់ទៅលើព្រលឹងអាក្រក់ណាមួយហើយនោះពួកគេនឹងសម្លាប់ចោលទាំងអស់តែម្ដងទោះបីជាព្រលឹងនោះគឺចង់កែខ្លួនយ៉ាងណាក៏ដោយប៉ុន្តែបើសិនបើជាទៀបជាមួយនឹង Soul Reaper ពួកគេនឹងទុកឲ្យព្រលឹងណាមួយដែលកែខ្លួនពួកគេនឹងទុកឲ្យពួកគេបន្តទៅមុខទៀតនិងបញ្ជូនពួកគេទៅកាន់ Soul Society នឹងឯងចឹងហើយទៅយើងបានឃើញថាពួកគេគឺមានជាមួយនឹងផ្នត់កំណត់ខុសគ្នាដែលបានធ្វើឲ្យ Soul Reaper បញ្ចប់ជាមួយនឹងពួកគេដោយបំផុតពូជនៃពួក Quincy នឹងតែម្ដងដោយតាមពិតទៅពួក Soul Reaper គឺមានតាំងពីយូរមកម្ល៉េះប៉ុន្តែចំណែកពួក Quincy គឺតែលេចមុខឡើងនោះទេហើយដល់ពេលដែលពួកគេលេចមុខឡើងពួកគេក៏បានសម្លាប់នៅ Hollow នឹងទាំងអស់តែម្ដងបើនិយាយចាំទៅពួកគេនឹងគឺជាផ្នត់កំណត់មួយរបស់មនុស្សនឹងឯងដោយដែលយើងដឹងចឹងគឺថាមនុស្សគឺថាពួកគេផ្នត់កំណត់មួយគឺស្ទើរតែបំផ្លាញអ្វីចោលទាំងអស់បើនិយាយចំទៅគឺថាពួក Quincy នឹងក៏ជាផ្នែកមួយនៃមនុស្សដូចគ្នាព្រោះថាពួកគេនឹងគឺជាមនុស្សដែលមាននៅធម៌ពលនៅពេលដែលឃើញបែបនេះគឺថា Ichigo គឺបានរត់ទៅកន្លែង Ishida លឿនខ្លាំងមែនទែនដើម្បីទៅនិយាយប្រាប់ទៅកាន់ Ishida នៅពាក្យពេចន៍ទាំងអស់ហ្នឹងពេលហ្នឹងយើងបានឃើញថា Ishida គឺបានបាញ់ជាមួយនឹងពួក Hollow នឹងច្រើនខ្លាំងមែនទែនប៉ុន្តែបើទោះបីជាណាក៏ដោយថ្នាក់លេខរបស់ពួកវានឹងគឺមិនធ្លាក់ចុះនោះទេដែលហើយនេះគាត់គឺឆ្ងល់ខ្លាំងមែនទែនពេលហ្នឹងយើងបានឃើញថា Ichigo នឹងគឺបានរត់មកកន្លែងលឿនខ្លាំងមែនទែនតាមទៅរវាយបំបុកទម្លុះជាមួយពួក Hollow នឹងច្រើននឹងខ្ទៀតលំពេញហ្នឹងតែម្ដងហើយ Ichigo ក៏បាននិយាយប្រាប់ទៅកាន់ Ishida ផងដែរថាគោលគំនិតរបស់ឯងនឹងគឺពិតជាល្ងងខ្លៅខ្លាំងមែនទែនមួយវិញទៀតខ្ញុំគឺមិននៅខាងណានោះទេខ្ញុំមិននៅខាង Soul Reaper ហើយក៏មិននៅខាង Quincy នោះដែរមួយវិញទៀតការកើតរបស់ Ishida គឺពិតជាខុសខ្លាំងមែនទែនដែលថាគាត់នឹងគឺយករឿងចាស់ៗយកមកកើតដើម្បីធ្វើជាគំនុំប៉ុន្តែ Ishida ក៏បាននិយាយផងដែរថាគាត់នឹងគឺមិនដែលខ្វល់អំពីរឿង200ឆ្នាំមុននោះទេហើយរឿងទាំងអស់នេះគាត់ក៏បានលើកអំពីឪពុកម្ដាយរបស់គាត់បាននិយាយប្រាប់ផងគាត់ផងដែរប៉ុន្តែចាប់តាំងពីលោកគ្រូរបស់គាត់បានស្លាប់ទៅគាត់បានមកសល់ជាមួយនឹងពាក្យពេចន៍និយាយមកកាន់គាត់តែគ្រូរបស់ Ishida គឺបាននិយាយថាគាត់គឺមិនចង់រំលឹកអំពីរឿងកាលពី200ឆ្នាំមុននោះទេហើយគាត់ក៏មិនចង់ឲ្យ Ishida យករឿងទាំងអស់ហ្នឹងយកមកធ្វើជាគំនុំនោះដែរហើយដោយដែលបានដឹងអញ្ចឹងមនុស្សគឺកាន់តែស្លាប់ច្រើនទៅដោយសារតែ Hollow ហើយពួកយើងគឺមិនអាចឈរមើលនៅមនុស្សទាំងនោះស្លាប់នោះទេបើទោះបីជាវាគឺត្រូវបានបាត់បង់ជាមួយនឹងភាពថេរក៏ដោយហើយយើងក៏មិនអាចចាត់ទុកថាអ្នកណាជាអ្នកខុសអ្នកណាគឺជាអ្នកត្រូវនោះទេយើងមិនអាចមើលឃើញថាខាងណាខុសខាងណាត្រូវបាននោះទេបើនិយាយចាំទៅគោលគំនិតរបស់ពួកគេទាំងពីរគឺអត់ខុសគ្នានោះទេ Soul Reaper ពួកគេសម្លាប់នៅ Quincy ដើម្បីការពារនៃព្រលឹងចំណែកឯ Quincy សម្លាប់នៅព្រលឹងអាក្រក់ដើម្បីការពារនៅមនុស្សភាពថេរទាំងពីរនេះគឺមិនអាចខ្វះគ្នាបាននោះទេចឹងហើយគឺមានតែការរួមគ្នាដើម្បីបង្ការនៃរឿងទាំងអស់ហ្នឹងប៉ុន្តែដោយសារតែមានគោលគំនិតផ្សេងពីគ្នាភាគីម្ខាងគឺត្រូវតែកំទេចចោលចឹងហើយយើងបានឃើញថា Quincy គឺត្រូវបានផុតពូជ Ishida គឺបាននិយាយបន្តទៀតថាគាត់ក៏យល់ដែរថាមានតែការរួមគ្នានោះទេតែបង្ការនៅរឿងទាំងអស់នេះបានប៉ុន្តែចាប់តាំងពីលោកគ្រូរបស់គាត់ត្រូវបានស្លាប់ទៅគាត់គឺបានច្បាំងគ្នាជាមួយនឹងពួក Hollow ចំនួន5ដែលមានទំហំធំពេលហ្នឹងពួក Soul Reaper ក៏បានមកដល់កន្លែងហ្នឹងដូចគ្នាប៉ុន្តែពួកគេគឺមកដល់ក្រោយពេលដែលលោកគ្រូរបស់គាត់គឺបានច្បាំងជាមួយនឹង Hollow ហ្នឹង2ម៉ោងមុនឯណោះហើយពួកគេក៏បានយកឈ្នះទៅលើ Hollow ទាំងអស់ហ្នឹងហើយពួកគេក៏បានទទួលស្គាល់អំពីភាពខ្លាំងរបស់លោកគ្រូរបស់ខ្លួនដែរប៉ុន្តែពួកគេគឺមានអ្នកមកជួយសង្គ្រោះត្រឡប់ទៅវិញប៉ុន្តែចំណែកលោកគ្រូរបស់គាត់បែរជាមិនមានពួក Soul Reaper ណាមកជួយសង្គ្រោះគាត់នោះទេចឹងហើយបានន័យថាពួកគេបានទុកឲ្យលោកគ្រូរបស់គាត់គឺត្រូវបានស្លាប់ហើយនៅពេលនេះគាត់គឺធ្វើជាមួយទូនាទីមួយនេះជំនួសឲ្យលោកគ្រូរបស់គាត់គឺចង់បង្ហាញទៅលើពួក Soul Reaper ថាពួក Quincy គឺមិនត្រូវការជាងពួក Soul Reaper នោះទេ Ishida គឺបាននិយាយបន្តទៀតថាបើសិនបើឯងគិតថាគំនិតរបស់ខ្ញុំខុសឯងគ្រាន់តែឈរនៅកន្លែងនោះហើយគ្រាន់តែសង្កេតមើលទៅគឺបានហើយ Ichigo ក៏ពិតជាខ្លាំងមែនតើថាលោកតាធាក់ទៅលើ Ishida មួយជើងហើយ Ishida ក៏បាននិយាយផងដែរថាតែឯងកំពុងតែធ្វើស្អីហ្នឹង Ichigo បាននិយាយផងដែរថាឯងនេះគឺដូចជាប្រមាថខ្ញុំពេកហើយឯងគិតថាខ្ញុំនេះគឺឈរមើលមនុស្សងាប់ចឹងមែនមួយវិញទៀតក្តីសង្ឃឹមរបស់លោកគ្រូរបស់ឯងគឺមិនមែនជាការបង្ហាញថាខ្លួនឯងខ្លាំងនោះទេក៏ឯងដឹងដែរតើថា Quincy ជាមួយនឹង Soul Reaper គឺជាការរួមកម្លាំងគ្នាដើម្បីធ្វើការជាមួយនឹងគ្នាចោះតើពេលណាទើបឯងនឹងគឺអាចធ្វើជាមួយនឹងរឿងទាំងអស់នេះពេលណាពួកគេទាំងពីរគឺបានទ្រាំដៃគ្នាដើម្បីច្បាំងគ្នាជាមួយនឹង Hollow ទាំងអស់ហ្នឹងហើយបើទោះបីជាពួកគេនេះគឺច្បាំងយ៉ាងណាក៏ដោយ Hollow គឺនៅតែកើនឡើងពេលហ្នឹងច្រកទ្វារគឺត្រូវបានប្រេះហើយ Hollow ដ៏ធំមួយគឺបានហែកចេញមកតែម្ដងពេលហ្នឹងដល់ឃើញថាមិនមានណាគឺសម្រាប់ទៅលើ Hollow ដ៏ធំមួយហ្នឹងយើងបានឃើញថាឧរាហរណ៍គឺបានមកដល់តែម្ដងតែគាត់ហ្នឹងគឺបាននាំជាមួយនឹងកូនចៅរបស់គាត់3នាក់ដើម្បីច្បាំងគ្នាជាមួយនឹង Hollow ទុយពីខាងក្រោមដើម្បីឲ្យពួកគេទាំងពីរហ្នឹងទៅច្បាំងគ្នាជាមួយនឹង Hollow ធំមួយហ្នឹង Rocky រៀនភ្ញាក់ផ្អើលផងដែរក៏ដោយសារតែនេះគឺធ្លាប់ឃើញតែ Hollow យៈហ្នឹងគឺនៅក្នុងសភៅនោះទេប៉ុន្តែនៅពេលនេះគឺបានឃើញផ្ទាល់ភ្នែកតែម្ដងពេលហ្នឹង Ichigo គឺសម្រុកចូលទៅមុនតែម្ដង Ishida ហ្នឹងគឺខាមគាត់ដែរប៉ុន្តែហាមគាត់អត់ទាន់នោះទេពេលហ្នឹងបានឃើញថា Hollow ហ្នឹងគឺបានទាត់ Ichigo គឺវាមកវិញពេលហ្នឹង Ishida គឺបានសួរទៅកាន់ Ichigo ថាតើឯងហ្នឹងគឺមានកើតអីអត់ Ichigo បាននិយាយឡើងមើងម៉ាត់តែម្ដងថាគាត់ហ្នឹងកើតអីនោះទេប៉ុន្តែក្បែរគាត់ហ្នឹងគឺត្រូវបានហូរឈាម Ishida គឺបានសួរទៅកាន់ Ichigo ផងដែរថាតើឯងហ្នឹងគឺមានកម្រងយ៉ាងម៉េចចំពោះការយកឈ្នះទៅលើ Hollow ដ៏ធំមួយហ្នឹង
Ichigo គឺបានប្រាប់អំពីកម្រងរបស់គាត់តែគាត់នឹងគឺចង់កាប់ទៅលើជើងវាមុនហើយគាត់គឺទៅតែកាប់វាមកកង់ធ្វើដល់ក្បាលរបស់វានេះគឺធ្លាប់មកដល់ដីហើយកម្រងមួយហ្នឹងវាទៅវាពិតជាឈួតខ្លាំងមែនទែនក៏ដោយសារតែគាត់នឹងក៏ដឹងនៅទេថា Hollow ហ្នឹងវាយ៉ាងម៉េច Ishida គឺបាននិយាយផងដែរថាគាត់នឹងគឺមិនជឿលើយុទ្ធសាស្ត្ររបស់ Ichigo នោះទេមើលទៅវានេះគឺដូចជាមិនបានផលតទៅសោះពេលហ្នឹងគាត់បាននិយាយអំពីយុទ្ធសាស្ត្រថ្មីដែលថាពួកគេគឺត្រូវតែយកជាមួយនឹងដាវរបស់ Ichigo បញ្ចូលជាមួយថាពលរបស់ពួកគេរួមគ្នាដើម្បីបាញ់ទៅជាមួយនឹងធ្នូរបស់គាត់ប៉ុន្តែ Ichigo នឹងគឺអត់យល់នោះទេកាន់មក Hime ជាមួយនឹង Shadow វិញដោយនាងក៏បាននិយាយផងដែរថាព្រឹត្តិការណ៍មួយដែលនាងគឺនៅតែចងចាំនាងក៏មិនបានភ្លេចវានោះទេហើយនាងគ្រាន់តែសង្ស័យចំពោះរឿងទាំងនឹងតែប៉ុណ្ណោះនៅពេលដែល Ichigo នឹងគឺបានច្បាស់គ្នាជាមួយនឹងបងប្រុសរបស់នាងកាលមក Ishida ជាមួយនឹង Ichigo វិញដែលបានឃើញថា Ishida នឹងគឺបានបង្ហាញអំពីយុទ្ធសាស្ត្រថ្មីរបស់គាត់ដែលគាត់នឹងគឺបានយកជាមួយនឹងដាវរបស់ Ichigo នឹងយកពាក់ជាមួយនឹងក្បាលរបស់គាត់ហើយមើលទៅវាដូចគ្នាជាមួយនឹង Chainsaw Man ខ្លាំងមែនទែនហើយគាត់នឹងគឺបាននិយាយផងដែរថានៅពេលដែលគាត់ធ្វើបែបនេះគឺថាឲ្យ Ichigo នឹងគឺបញ្ចេញជាមួយនឹងធម៌ពលនៃវិញ្ញាណរបស់គាត់ទាំងអស់ចូលទៅក្នុងដាវនឹងទាំងអស់ហើយគាត់នឹងបាញ់ជាមួយនឹងធម៌ពលរបស់គាត់វានឹងបង្កើតទៅជាធ្នូមួយដ៏ធំនិយាយចាំទៅប្រហែលជា Ishida នឹងគិតថា Ichigo នឹងអាចប្រើនៅបាំងខៃបានហើយប្រហែលជាគាត់នឹងគឺឲ្យ Ichigo នឹងគឺបញ្ចេញជាមួយនឹងធម៌ពលរបស់ខ្លួនឯងទាំងអស់បើនិយាយចាំទៅមានគឺសូមបើកវងចរបន្តិចក៏ដោយសារតែអាបាំងខៃនឹងវាគឺជាការដំឡើងជាមួយនឹងធម៌ពលរបស់ពួក Soul Reaper នឹងឯងហើយនៅពេលដែលយើងប្រើជាមួយនឹងបាំងខៃនឹងក៏អាចបាញ់ទៅកាន់គូសត្រូវបានដូចគ្នានិយាយចាំទៅគឺថាវាមានពីរប្រភេទពេលហ្នឹង Ichigo គឺបាននិយាយផងដែរថាគាត់នឹងគឺអត់ចេះនោះទេគាត់មិនដឹងថាធ្វើរបៀបម៉េចនោះទេប៉ុន្តែពេលហ្នឹង Ishida គឺបាននិយាយផងដែរថាចំហើយចោះពីមុនមកគឺឯងនឹងគឺបានវាយគ្នាជាមួយនឹង Hollow ដល់របៀបម៉េចទៅ Ichigo បាននិយាយផងដែរថាគាត់នឹងគឺមិនអាចប្រើសិលបាននោះទេនិយាយចាំទៅគាត់នឹងគឺបានត្រឹមតែកាប់ជាមួយ Hollow ធម្មតានោះទេអត់ចេះប្រើសិលដូចគេនោះទេហើយពួកគេគឺកាន់តែគេហ្នឹងឯងដោយសារតែពីរនាក់ហ្នឹងគាត់អាចធ្វើអីបាននោះទេពេលហ្នឹងជាមិនឃើញថា Hollow ក៏បានមកដល់នឹងតែម្ដងហើយវាក៏បានត្រៀមជាមួយនឹងមាត់របស់វាបាញ់ជាមួយនឹងតាមពុសម្ដៅទៅកាន់ពួកគេទាំងពីរនាក់ពេលហ្នឹង Ishida ក៏បាននាំ Ichigo រត់ប៉ុន្តែ Ichigo នឹងក៏ព្រមរត់នោះទេ Ishida ក៏បាននិយាយផងដែរថាអញ្ចឹងគឺមានតែប្រើជាមួយនឹងធ្នូនេះបាញ់ទៅទាំងពីរនាក់អីប៉ុន្តែពេលហ្នឹងគឺថា Ichigo នឹងក៏ព្រមនោះទេគាត់នឹងគឺបាន Ishida នឹងគឺរត់ចាក់ចេញទៅហើយគាត់ក៏បានដកជាមួយនឹងដាវហ្នឹងរត់ទៅទប់ជាមួយនឹងធម្មពលមួយនឹងតែម្ដងនៅពេលឃើញនេះគឺថា Ishida នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលឃើញថាធម្មពលរបស់ Ichigo នឹងគឺដូចជាកើនឡើងអញ្ចឹង Ishida គឺបានឃើញអំពីពាក្យសម្ដីរបស់គ្រូរបស់ខ្លួនដែលបាននិយាយផងដែរថាបើទោះបីជាឯងមានជាមួយនឹងធម្មពលខាងវិញ្ញាណច្រើនយ៉ាងណាក៏ដោយនៅពេលណាដែលបានទប់ជាមួយនឹងធម្មពលដ៏ខ្លាំងក្លាណាមួយកាន់តែយូរនោះវាអាចនឹងឆេះនៅធម្មពលរបស់ឯងនឹងត្រូវរលាយប៉ុន្តែបើសិនបើជាឯងអាចទប់វាបានយូរនោះវាបង្ហាញថាលំហូរនៃធម្មពលរបស់ឯងនឹងគឺវាច្រើនជាងមុនហើយបើទោះបីជាលំហូរនោះវាមានជាមួយនឹងលំហូរនៃធម្មពលច្រើនយ៉ាងណាក៏ដោយវាគឺនៅតែអស់ដដែលនោះទេវាដូចគ្នាទៅនឹងក្បាលរមណីទឹកដែលគេបានបើកនៅទឹកចោលអញ្ចឹងបើសិនបើជាយើងគឺមិនបានរត់ទៅបិទវាឲ្យទាន់ពេលនោះវានឹងត្រូវបានអស់នៅទឹកទាំងអស់នោះដែលនៅក្នុងព្រឹត្តិការណ៍មួយនេះគឺថា Ishida នឹងគឺខ្លាចថា Ichigo នឹងក៏បានគ្រប់គ្រងនៅធម្មពលរបស់ខ្លួនឯងបាននោះទេកាលមក Ichigo វិញបើទោះបីជាគាត់គឺត្រូវបានបញ្ចេញនៅធម្មពលរបស់ខ្លួនឯងច្រើនយ៉ាងណាក៏ដោយគាត់គឺនៅតែព្យាយាមបើវាតបទៅលើ Hollow នឹងវិញហើយជាបានឃើញថាគាត់បានវេទៅលើធម្មពលមួយនឹងត្រឡប់ទៅវិញដែលបានពួក Hollow នឹងគឺទៅរបួសផងដែរពេលហ្នឹង Ichigo គឺបាននិយាយផងដែរថានៅពេលនេះគាត់នឹងគឺបានឈ្នះហើយពេលហ្នឹងពួកគេទាំងពីរក៏បាននិយាយទល់មុខគ្នាពេលហ្នឹង Ichigo ក៏បាននិយាយផងដែរថាគាត់នឹងក៏អត់មានពីអីនិយាយនោះទេក្រៅពីអរគុណទៅលើ Ishida ក៏តែមួយរំពេចហ្នឹងលំហូរនៃធម្មពលរបស់ Ichigo គឺបានផ្ទុះចេញមកខាងក្រៅតែម្ដងលំមូលហើយហ្នឹងក៏ដោយសារតែគាត់នឹងគឺទ្រាំទ្រជាមួយនឹងធម្មពលរបស់ Hollow មួយនឹងខ្លាំងពេកនឹងបញ្ចេញនៅធម្មពលរបស់គាត់ច្រើនពេកចឹងហើយគាត់នឹងគឺមិនអាចទប់ទល់ជាមួយនឹងធម្មពលរបស់គាត់បានទាន់នោះទេដល់ពេលហ្នឹង Ruki ក៏បាននិយាយផងដែរថាបើសិនបើជាបន្តបែបនេះទៀតចឹងហើយ Ichigo ក៏មិនអាចទ្រាំទ្រនៅធម្មពលរបស់ខ្លួនឯងបាននោះទេពេលហ្នឹងជាបានឃើញថា Ishida ក៏បានគិតនៅវិធីមួយយ៉ាងគាត់គឺត្រូវតែជួយទៅលើ Ichigo គាត់បានទាញជាមួយនឹងធុររបស់គាត់បាញ់ទៅច្រើនខ្លាំងមែនទែនដើម្បីប្រឆាំងគ្នាជាមួយនឹងធម្មពលរបស់ Ichigo ក៏បានសួរទៅលើ Ishida ថាតើឯងនេះគឺកំពុងតែធ្វើអីហ្នឹងដែលរបស់ឯងហ្នឹងគឺវាបានឈាមអី Ishida បាននិយាយផងដែរថាគាត់ហ្នឹងគឺមិនអីនោះទេឯងហ្នឹងគឺបិទមាត់ទៅ Ichigo បានប្រាប់ឲ្យ Ishida ហ្នឹងគឺជប់ភ្លាមទៅប៉ុន្តែ Ishida ហ្នឹងគឺបានប្រាប់ Ichigo ហ្នឹងគឺបិទមាត់វិញពេលហ្នឹងគាត់ក៏បាននឹកឃើញអំពីគ្រូរបស់គាត់ដែលថាគាត់ហ្នឹងគឺចង់ឲ្យ Ishida ហ្នឹងគឺរួមគ្នាជាមួយនឹងពួក Soul Reaper ដើម្បីច្បាំងគ្នាជាមួយនឹងពួក Hollow ប៉ុន្តែនៅពេលនេះគាត់ហ្នឹងគឺបែរជាសម្លឹងមើលទៅឆ្ងាយដោយយកគំនុំយកមកសងស្ទឹកទៅលើពួក Soul Reaper ទៅវិញប៉ុន្តែនៅពេលនេះគាត់ហ្នឹងគឺបានដឹងច្បាស់ហើយដែលហេតុនេះគាត់គឺបានសម្រេចចិត្តថាគាត់នឹងជួយសង្គ្រោះទៅលើ Ichigo និងបានគិតផងដែរថានៅពេលនេះគាត់គឺបានជួយសង្គ្រោះទៅលើពួក Soul Reaper ហើយជាងហើយសង្ឃឹមថាលោកគ្រូនឹងអត់ទោសឲ្យខ្ញុំពេលនេះបានឃើញថាគាត់គឺបាញ់រហូតតែធម្មពលហ្នឹងគឺបានបាត់ដូចជាដែរហ្នឹងគឺបានចោលបាញ់រហូតគាត់ហ្នឹងគឺបានអស់កម្លាំងពីខ្លួនតែម្ដងហើយ Ichigo ក៏នៅដេកនៅកន្លែងហ្នឹងដូចគ្នាទាំងពីរនាក់ហ្នឹងតែម្ដងហើយ